នេះផងដែរគឺថាមកស្ងោម្រះគឺថាងាយបានហូបទៀតសាខ្ញុំមិនចូលចិត្តតែដែលហេតុថាអ្នកផ្ទះចូលចិត្តម្រះមួយនឹងកូនអីខ្ញុំនឹងក្រាន់ជាងខ្ញុំចេះហូបម្រះទាំងអស់លោកគឺថាមិនតាន់បានស្ងោម្រះហើយមកជីកមើលត្រាវសិនតែថ្ងៃនេះនឹងខ្ញុំចង់បបរត្រាវតែមកដល់ឃើញត្រាវនេះអត់ចិត្តសលេតក៏អត់មានឯណាអបអស់លេងហើយថ្ងៃគឺថាជីកបាន2 3ដុំទុកស្ងោទុកអីហូបបដ ாய் ទៅទុកចោលនោះមិនដែលបានមកមើលមកស្រោចទឹកគ្នាអីហើយចង់បានម្រះរបស់ខ្ញុំនេះគឺថាមិនបានរៀបចំគ្រឿងផ្សំអស់លក្ខណៈជូនបងប្អូនទស្សនាតែខ្ញុំធ្វើបែបកាត់ខ្លះគេយកម្រះទៅស្រោចដើម្បីបំបត្តិការល្វីងអីចឹងណាប៉ុន្តែខ្ញុំអត់បានស្រោចអីទេគឺថាល្មូលជ្រូកវិញគឺខ្ញុំយកទៅកិនហើយបន្ទាប់មកនេះគឺខ្ញុំដាក់ម្រេចបន្តិចដាក់ខ្ទឹមហើយនិងមីស៊ូហើយដាក់ប៊ីចេងដាក់ស្ករទឹកត្រីអីក្នុងសាច់ហ្នឹងទៅយើងក៏ញ៉ាត់សាច់ហ្នឹងចូលទៅក្នុងម្រះយើងបែបនេះទៅបងប្អូនសាច់ដែលនៅស្វល់នេះគឺខ្ញុំបានល្មូលវាដូចជាប្រហិតដាក់ស្ងោរនៅខាងក្រៅដើម្បីយកក៏បានបន្ថែមនៅការ៉ុតចំនួន2ផ្លែផងដែរដើម្បីឲ្យទឹកស៊ុបម្រះរបស់យើងនឹងវាកាត់បន្ថយល្វីងដូចជាអ្នកអត់ចេះហូបម្រះដូចជាខ្ញុំហ្នឹងអត់ចេះហូបម្រះហូបការ៉ុតហ្នឹងទៅហើយចំពោះទឹកស្ងោរម្រះវិញខ្ញុំបានបន្ថែមយីហឺហើយដាក់ប៊ីចេងបន្តិចស្ករបន្តិចហើយនិងអំបិលបន្តិចដូចជារ៉ូឌីផងដែរហើយដាក់ទឹកត្រីកន្លះវែកផងតែខ្ញុំនេះមិនមែនជាអ្នកជំនាញខាងបង្រៀនគេធ្វើម្ហូបអីទេបងប្អូនគាត់ថាធ្វើលក្ខណៈហូបចុកធម្មតាតាមលក្ខណៈគ្រួសារតែវីដេអូហ្នឹងក៏ថតជូនបងប្អូនទស្សនាទៅឃើញថាទឹករបស់ខ្ញុំនឹងបានពុះហើយឥឡូវខ្ញុំធ្វើការដាក់ម្រះស្ងោរម្រះយើងមានប្រមាណកង់នឹងយើងដាក់ទៅចំពោះអ្នកថាចូលចិត្តម្រះឃើញតែប៉ុណ្ណេះអូគឺថាឃ្លានតែមកតែអ្នកអត់ចូលចិត្តម្រះដូចជាខ្ញុំនេះចង់ស្ងោរប្រមាណឆ្នាំទៀតក៏ខ្ញុំមិនជាឃ្លានដែរសំខាន់គឺថាខ្វះយកតែសាច់ខាងក្នុងទេហូបម្រះទុកនៅតែដែរតែខ្ញុំឆ្ងល់អ្មេចបានចេះហូបអដេញណែផ្កាស្ដៅច្រើនអ្នកចេះហូបផ្កាស្ដៅអត់ចេះហូបម្រះមែនតើហើយអ្នកអត់ចេះហូបម្រះអត់ចេះហូបផ្កាខ្ញុំមកផ្កាស្ដៅញ៉ាំអីណាទុកចិត្តទៅគឺខ្ញុំហូបបានតែស្ងោរម្រះនេះមួយឬក៏ម្រះខនេះពីរគឺខ្ញុំមិនហូបដាច់ខាតយើងមកធ្វើការថែមទាំងអស់ហ្នឹងទៅនេះសាច់យើងដាក់ចូលគ្នាបដ ாய் ទៅដើម្បីរំងាស់ឲ្យវាផុសអាការវីដេអូមុនរបស់ខ្ញុំនោះខ្ញុំបានដាំបាយនៅខាងក្រៅផ្ទះដោយប្រើខ្ជូងឬក៏អស់អីហ្នឹងណាតែឥឡូវនេះបងប្អូនអើយភ្លេងហើយគឺថាដាំអត់កើតទេរត់មកដាំឥឡូវហ្នឹងគឺថាកាសឡើងប្រហែលឡើងទៅគឺថាមិនខ្វល់ទេសំខាន់គឺថាសុំស្រួលសិនហើយពីព្រោះអីថាណាត្រឹមភ្លេងបានសាច់លិចសាច់កើតហើយប្របាច់គឺថាយើងងើសបានប្រហែលជា1 ម៉ោងកន្លះម៉ោងហើយបងប្អូនម្រះទាំងសាច់ទាំងអីគឺថាផុយហើយចូលជាតិគ្នាបានល្អមែនទែនឥឡូវយើងមកធ្វើការដួសហូបព្រោះអីថ្ងៃណាហើយដួសទៅហាន់បានកូនទៅរៀនអីដល់ពេលយើងស្ងោរឆ្អិនចេះទៅឈ្ងុយហើយមានអារម្មណ៍ថាចង់ហូបដែរតែប៉ុន្តែដាក់មួយម៉ាត់ទៅហូបអត់កើតសោះប៉ុន្តែអ្នកចេះហូបនេះគេឆ្ងាញ់អញ្ចឹងណាហើយយើងរោយនៅលឹកខ្ទឹមបន្ថែមតិចមកក្តៅហើយយើងបុកជ្រក់ថែមក៏បានឬក៏ទឹកត្រីច្រឡុចជាមួយម្ទេសក៏បានដែរវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះឯងបងប្អូនអរគុណច្រើនដែលបានស្ដាប់ខ្ញុំនិយាយអរគុណ